គ្នានេះគឺជាកោះខ្មោចនៅក្នុងប្រទេសអ៊ីតាលីដែលប្រជាជននៅតំបន់នោះគាត់តែងតែនិយាយថាអ្នកណាបានទៅកោះនេះហើយគឺមិនអាចត្រឡប់មកវិញបានទេកោះនេះមានឈ្មោះថា Poveglia ដែលគឺជាកោះមួយដែលនៅមិនឆ្ងាយពីទីប្រជុំជនប្រហែលទេទំហំកោះនេះគឺមានត្រឹមតែ 7.25 ហិកតាតែប៉ុណ្ណោះកោះនេះគឺមានប្រវត្តិដ៏ជូរចត់មានប្រវត្តិដ៏កំសត់មួយដែលពីមុនមកធ្លាប់មានមនុស្សស្លាប់នៅទីនេះជាង 10,000 នាក់ឯណោះអូខេសម្រាប់ប្រវត្តិកោះនេះផងដែរពីមុនមកគឺធ្លាប់មានសង្គ្រាមក៏ដូចជាធ្លាប់មានជាមួយនឹងការដាក់ទ័ពផ្សេងតាំងពីឆ្នាំ900ជាងឆ្នាំ1000ជាងម្លេះប៉ុន្តែអីដែលយើងក៏សម្គាល់ដែលប្រជាជននៅទីនោះតែងតែដំណើរជាប់គ្នាគឺនៅក្នុងម្លងឆ្នាំ1700ដល់ឆ្នាំ1250គឺម្លងពេលហ្នឹងគឺមានកើតជំងឺមួយយ៉ាងដែលគេហៅថាជំងឺប៉េះហើយជំងឺហ្នឹងគឺបានវាយប្រហារទៅលើប្រជាជននៅទីនោះខ្លាំងមែនទែនចឹងសម្រាប់ប្រជាជនណាដែលគាត់មានកើតនៅជំងឺប៉េះហ្នឹងគឺគេត្រូវបានចម្លៀសចេញឲ្យទៅនៅក្នុងកោះនោះទាំងអស់ចឹងភាគច្រើនប្រជាជនដែលគាត់មានជំងឺគឺនៅទីនោះហើយប្រជាជនគឺស្ទើរតែជាង 90% ដែលមិនអាចត្រឡប់មកវិញដោយសារតែមិនអាចព្យាបាលនៅជំងឺប៉េះនេះបានទេចឹងអ្នកដែលទៅគឺតែងតែបាត់បង់ជីវិតនៅទីនោះតែម្ដងនេះគឺជារឿងរ៉ាវទី1សម្រាប់រឿងរ៉ាវបន្តទៀតគឺគេបានកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអគារប៉មសម្រាប់ត្រួតពិនិត្យក៏ដូចជាជាមួយនឹងវិព្រះវិហារហើយអីដែលយើងចាំមិនភ្លេចនោះគឺគេបានកសាងមន្ទីរពេទ្យវិកលចរិតមួយដែលគេហៅថាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកដែលមានជំងឺផ្លូវចិត្តអញ្ចឹងអ្នកដែលគាត់មានជំងឺផ្លូវចិត្តតែងតែទៅព្យាបាលនៅទីនោះហើយនៅថ្ងៃមួយគឺមានដុកទ័រម្នាក់ដែលគាត់បានព្យាបាលទៅលើជំងឺអ្នកដែលគាត់មានវិបត្តិផ្លូវចិត្តហ្នឹងដោយមិនមានការអនុញ្ញាតរបៀបថាគាត់ព្យាបាលឆៅអញ្ចឹងណាគ្រូពេទ្យម្នាក់ហ្នឹងគាត់ក៏បានស្លាប់ដោយការលោតពីលើប៉មត្រួតពិនិត្យហ្នឹងមកតែម្ដងប្រជាជននៅទីនោះគាត់ដំណើរថាគ្រូពេទ្យម្នាក់ហ្នឹងគឺគាត់ស្លាប់ដោយសារតែមានពពួកអមនុស្សធ្វើឲ្យគាត់ស្លាប់របៀបថារុញគាត់ដេញគាត់អីចឹងណាបើនិយាយទៅនៅលើកោះហ្នឹងគឺមានរឿងចម្លែកជាច្រើនកើតឡើងជារឿយហើយនៅលើកោះហ្នឹងគឺមិនងាយនៅក្នុងការអនុញ្ញាតចង់និយាយថាបើសិនជាយើងចង់ទៅលេងហ្មងគឺมันអាចទៅបានតែខ្លួនឯងទេភាគច្រើនគឺគេតម្រូវឲ្យយើងសុំការអនុញ្ញាតពីអាជ្ញាធរដែលគ្រប់គ្រងនៅតំបន់នោះដើម្បីបានទៅទេសចរនៅហ្នឹងហើយកោះហ្នឹងក៏ធ្លាប់បានដាក់ដេញថ្លៃឲ្យទៅអ្នកដែលគាត់ចង់វិនិយោគផ្សេងដែលរដ្ឋគេគិតថាកោះនេះគឺជាកោះរបស់រដ្ឋអញ្ចឹងគាត់អាចទាញចំណូលពីកោះហ្នឹងគាត់ក៏បានដាក់ដេញថ្លៃក៏ប៉ុន្តែអ្នកចំនួនមួយចំនួនគាត់បានឲ្យតម្លៃថោកពេកអញ្ចឹងគាត់អាចទទួលយកបានហើយកោះហ្នឹងផងដែរគឺវាមានទៅដោយអគារទ្រមជាច្រើនបច្ចុប្បន្នមូលហេតុដែលអាជ្ញាធរនៅទីនោះគាត់តែងតែហាមឃាត់អ្នកដែលគាត់ចង់ទៅទស្សនាទីនោះមិនមែនដោយសារតែរឿងអាក់នោះទេគឺរដ្ឋាភិបាលគេតែងតែគិតថាដោយសារតែនៅទីនោះគឺវាមានអគារបាក់បែកហើយវាអាចទៅបង្កជាគ្រោះថ្នាក់យថាហេតុសម្រាប់អ្នកទេសចរទៅអញ្ចឹងគឺត្រូវការមានការអនុញ្ញាតផ្សេងដើម្បីឲ្យពួកគាត់បានទៅទេសចរហើយនឹងការពារនៅយថាហេតុគ្រោះថ្នាក់ដែលកើតឡើងក៏ប៉ុន្តែប្រជាជននៅទីនោះគាត់តែងតែដំណើរថាកោះនេះគឺជាកោះខ្មោចដែលអ្នកដែលបានទៅហើយគឺតែងតែជួបប្រទះជាមួយនឹងរឿងចម្លែកជាច្រើនដែលពិបាកនៅក្នុងការបកស្រាយខ្លះជាសម្លេងខ្លះជាអ្វីផ្សេងចឹងទៅបងប្អូនសាកសម័យមើលបើសិនជាបងប្អូនបានទៅទីនោះហើយនៅពេលយប់ហើយទស្សនវិជ្ជាបែបហ្នឹងតើបងប្អូនមានអារម្មណ៍បែបណាដែរនៅក្នុងអគារដែលបាក់បែកហើយមានជាមួយនឹងក្រែអ្នកជំងឺហើយបើជួបនៅរឿងអ្វីចម្លែកជាផ្សេងទៀតបងប្អូនសម្រាប់ខ្ញុំគាត់ថាអាចនឹងកាមេដូគាត់ថាបានដែរដោយសារតែវាពិតជាគួរឲ្យខ្លាចហើយព្រឺព្រួចមែនតើនៅក្នុងអគារទាំងអស់នោះគុណទាំងអស់នេះសម្រាប់ការទស្សនាកុំភ្លេចជួយ follow ម្នាក់មួយផងណានៅពេលដែលខ្ញុំបាន 100k follower ខ្ញុំនឹងមានកាដូឲ្យអ្នកទាំងអស់គ្នា